ដីនិងផ្ទះមានតម្លៃរហូតដល់ទៅជិត$200,000យកទៅដាក់បញ្ចាំឲ្យគេបានលុយ$40,000ដោយហេតុមិនចេះអក្សរគេក៏សរសេរលិខិតបញ្ចាំដាក់ថាជាលិខិតទិញលក់ទៅវិញហើយម្ចាស់ដីក៏បានផ្តិតមេដីឲ្យគេបាត់ទៅព្រោះហេតុទុកចិត្តថាធ្លាប់ស្គាល់គ្នាល្អុកល្អឿនគិតថាមិនអីក្រោយមកស្រាប់តែពេលកំពុងតែឡើងការប្រាក់ឲ្យគេរាល់ខែក្នុងមួយខែជាង$1,000ហើយខែចុងក្រោយនេះរវល់តែប្តីឈឺក៏យកប្តីទៅពេទ្យខានបងការប្រាក់ឲ្យគេយឺតត្រឹមតែ5ថ្ងៃសោះស្រាប់តែម្ចាស់លុយទេមកប្រាប់ថាដីនិងផ្ទះរបស់អ្នកឯងខ្ញុំបានឲ្យខាងសូរិយោដីកាត់ប្លង់មកឲ្យខ្ញុំរួចរាល់អស់ហើយឮបែបនេះភ្លាមបងស្រីសេងរ៉ែមដែលជាម្ចាស់ដីក៏ចាប់ផ្ដើមធ្លាក់ថ្លើមក្ដុកយកដីគក់ទ្រូងពុតធោព្រះអើយដីរបស់ខ្ញុំដាក់បញ្ចាំឲ្យគេសោះហេតុអ្វីគេកាត់ប្លង់យកបានដោយប្រើរយៈពេលត្រឹមតែ5ថ្ងៃហើយពេលយកលិខិតបញ្ចាំមកឲ្យអ្នកចេះអានអក្សរជួយអានឲ្យមើលទើបដឹងច្បាស់ថាគេសរសេរដាក់ថាលក់ដីមិនមែនដាក់ថាបញ្ចាំដីនោះឡើយទាំងអស់នេះគឺយោងទៅតាមសម្ដីនៃការរៀបរាប់ទាំងស្រុងរបស់អ្នកមីងសេងរ៉ែមឲ្យឡានសម្លាប់ខ្ញុំឲ្យលោកយាយមកកាច់បំបាក់កនាងខ្ញុំសេងរ៉ែមហើយកុំឲ្យឃើញសាកសពអសោះហើយតែខ្ញុំទុំទាយុទ្ធធម៌ខ្ញុំដាក់ជីវិតហើយដែលខ្ញុំជពាក់ទាំងអស់ហ្នឹងគឺតែ$40,000ទេហើយមកកាត់ដីខ្ញុំរស់នៅជិត$20,000នេះហើយឲ្យខ្ញុំប្តីខ្ញុំចេញពីផ្ទះដែលបរទេសដែលគាត់រស់នៅរាល់ថ្ងៃនេះហើយគាត់ឲ្យខ្ញុំរើរស់ចេញតែខ្លួនទៅទេហើយទាសំណងខ្ញុំទៀតឲ្យខ្ញុំបានលុយពីណាមកអស់ផ្ទះអស់ដីអស់អ្វីទាំងអស់ហើយទាសំណង40លានរៀលទៀតណាចាខ្ញុំមានអារម្មណ៍មួយខ្ញុំអាណិតកូននិងអាណិតប្តីមនុស្សយើងដល់ពេលល្ងងអត់ចេះអសរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំសូមផ្ដាំអ្នកល្ងឹតល្ងងដូចខ្ញុំអ្នកសេងរ៉េមណាកុំធ្វើតាមគំរូតាមខ្ញុំទាំងឲ្យសោះដល់ល្ងងតើបានលើគេឲ្យខ្ចីលុយហើយណាលឺលុយមិនបានតខ្ចីចេះតែផ្ដិតមេដៃអត់មើលក្នុងឯកសារអត់មើលឯកសារគេទៅសេអាម៉េចចេះតែផ្ដិតឲ្យតែគេឲ្យលុយអាហ្នឹងទុកចិត្តគេពេកបងទុកចិត្តគេពេកអត់យើងអត់បានទៅរកអ្នកណាចេះអសរទេអត់បានចេះអសរនឹកឃើញយើងរាប់អានមនុស្សមិនដឹងថាមនុស្សជាឆ្កែចឹងយើងអត់ដឹងទេមិនដឹងថាមនុស្សធ្វើស៊ីមនុស្សអីអត់បានទេគេធ្វើស៊ីបានតែមនុស្សល្ងងទេហើយខែខ្ញុំយកលុយទៅបង់ចុងគាត់ហ្នឹង$1,050គ្រាន់តែខែចាហើយដល់ពេលគ្រូប្តីខ្ញុំគាត់គ្រោះថ្នាក់ល្អចេញពីបន្ទប់ទឹកដាច់ដួលដៃទៅសៃឈាមគូក្បាលហ្នឹងមកហើយដល់ពេលអញ្ចឹងទៅខ្ញុំឡើងទៅពេទ្យថែទាំប្តីខ្ញុំអញ្ចឹងហើយដល់ពេលគាត់ទេមកគាត់ថាបងខ្ញុំកាត់ឈ្មោះកាត់ប្លង់បងឯងហើយខ្ញុំសួរថាកាត់ប្លង់កាត់ឈ្មោះមិនបើខ្ញុំមិនលក់ដីណាខ្ញុំយកប្លង់ទៅប្រចាំណាគាត់ថាចុះបងឯងអត់មើលកិច្ចសន្យាហើយមើលកិច្ចសន្យាហើយបាទអានេះខ្ញុំស្ដាប់ផងហើយមកកាត់ឈ្មោះកាត់ប្លង់ខ្ញុំយកខ្ញុំសួរថាសូវយកដីណាដែលហ៊ានកាត់ឈ្មោះកាត់ប្លង់យកសូវយកដីកែបហ្នឹងគេថាបងឯងអត់បងចង់5ថ្ងៃខ្ញុំកាត់ឈ្មោះកាត់ប្លង់ហើយអញ្ចឹងខ្ញុំថាខ្ញុំអត់ព្រមទេខ្ញុំអត់ព្រមខ្ញុំដីហ្នឹងខ្ញុំមិនលក់ទេខ្ញុំប្រចាំទេគេថាគេរកស៊ីតែបែបហ្នឹងទេហើយលើ5ថ្ងៃហ្នឹងគេកាត់ឈ្មោះកាត់ប្លង់យកសូវយកដីគេកាត់ហើយអញ្ចឹងបងឯងត្រូវរើរស់ចេញលិខិតស្នាមនេះបងថាបងប្រចាំគេប្រចាំផ្ទះប្រចាំដីប្រចាំអីប៉ុន្តែកិច្ចសន្យានេះគេដាក់កិច្ចសន្យាកក់ប្រាក់លក់ដីហ៎បងចាហើយបងអត់មានបានអានទេចឹងខ្ញុំអត់ចេះអសរហងបងអត់ចេះអសរហ្មងចុះមិនបានជាបងផ្ដិតតែមួយចុះអ្នកទិញអ្នកសាកសីអាញាធននៅណាអត់មានទេបងចំហគេទេឲ្យខ្ញុំទៅខ្ចីលុយហ្នឹងគេឲ្យខ្ញុំទៅតែម្នាក់ឯងហើយផ្ដិតហ្នឹងដោយសារខ្ញុំហ៊ានផ្ដិតគេថាឥឡូវបងឯងគេត្រូវតែឲ្យផ្ដិតទៅដោះប្លង់ឲ្យគេកាន់កាប់បើយើងអត់គេឲ្យខ្ចីលុយបើយើងអត់ផ្ដិតអាណាគេឲ្យយើងខ្ចីអញ្ចឹងយើងត្រូវតែផ្ដិតតាមគេទៅហើយអត់ដឹងថាគេទៅស្អីអីខ្លះទេចុះអាកន្លែងចុចហ្នឹងអត់ដឹងគេទៅស្អីទេដឹងហងចំហទាំងអស់នេះស្នាមមេដៃខ្ញុំទាំងចំហទាំងអស់បងចំហទាំងអស់នេះខ្ញុំទទួលបានតែមេដៃមួយមេដៃតែយើងមួយចាទីនេះគាត់ខ្លាចធ្វើធម្មជាតិធ្វើឲ្យម៉ាក់ចេញមកស្រួលជាតិជាតិខ្លាញ់ទៅចង់ជាតិស្ករជាតិអាស៊ីតបានល្អហើយអត់ធ្វើទុកអស់កម្លាំងទេហើយស្រកគីឡូយឺតជាពិសេសស្រកខ្លាញ់នឹងហ្មងខ្លាញ់កញ្ញាស្រកខ្លាញ់នឹងស្រកខ្លាញ់ខ្វះពោះខ្លាញ់ខ្វះខ្លាញ់ប៉ុន្តែម៉ាក់កំពុងតែបំផាត់ដល់កូននេះបាត់បានទេស្រកគីឡូដល់កូនឆ្នេះទៅហើយទីទឹកបរិសុទ្ធ 3N ជាមួយរង្វាន់កាន់តែច្រើនកាន់តែធំជាងមុនដូចជាម៉ូតូកំដាប់ត្រី150រង្វាន់ទឹកប្រាក់1លានរៀល500រង្វាន់និងរង្វាន់មាស 1G 2G 5G 10G ជាច្រើនរង្វាន់ផងដែរបងប្អូនថ្ងៃនេះគឺណែនាំបងប្អូនជាមួយនឹងឈុតសាប៊ូកក់សក់ Honeyvin បងប្អូនបានស្គាល់តិចចុះពីមុនសក់ខ្ញុំគឺតងល់មើលទៅគឺដូចជាមនុស្សអត់សក់ក្បាលឡើងទំពេកអស់ហើយមកវិញលើកកញ្ចាស់ប៉ុន្តែខ្ញុំបញ្ជាក់បងប្អូនថាបន្ទាប់ពីខ្ញុំប្រើសាប៊ូកក់សក់ឈុតកក់សក់ Honeyvin នេះបានមួយខែមកបងប្អូនឃើញលទ្ធផលសក់ខ្ញុំវាមិនថាស្អាតណាស់ណាទេប៉ុន្តែគ្រាន់តែថាវាស្អាតសម្រាប់ខ្ញុំបាទពីមុនខ្ញុំមានសក់សោះក្បាលទំពេកទាំងងើតែឥឡូវគឺខាងបានគ្រាន់បើអញ្ចឹងណាបងប្អូនហើយមើលទៅសម្រាប់យើងរៀងក្មេងជាងមុនដែរអញ្ចឹងបងប្អូនទិញ2ឈុតហ្នឹងទៅមួយឈុតហ្នឹងគឺតែ$35ទេណាបងប្អូនប៉ុន្តែឥឡូវនេះគេលក់ promotion បងប្អូនទិញមួយឈុតគេ free ជូនជាមួយនឹងសាប៊ូកក់នេះមក10ថែមទៀតអញ្ចឹងបងប្អូនទិញទៅបាន3ដបទិញគេ promotion បងប្អូនតាក់ទងទិញតាមរយៈ page Honeyvin ក៏បានឬក៏ page CEO Honeyvin ក៏បានមានករណីនៅឯខេត្តកែបឥឡូវនេះបងស្រីអះអាងថាដោយសារគាត់អត់ចេះអក្សរស្រាប់តែផ្ដិតមេដៃបាក់ខ្ចីលុយគេដាក់ប្លង់ដីផ្ទះបងណាដាក់បញ្ចាំដល់ពេលគាត់អត់ដឹងទេឥឡូវនេះបែរជាលិខិតហ្នឹងគឺជាលិខិតទិញលក់ដីបាទឥឡូវគេប្តឹងរឹបអូសដីផ្ទះសម្បែងរបស់គាត់ទាំងអស់ត្រូវឲ្យគាត់រើចេញឥឡូវកំពុងតែផិតភ័យស្លន់ស្លោជាមួយនឹងប្តីជនជាតិបរទេសនាងខ្ញុំឈ្មោះសេងរ៉េមបងសេងរ៉េមចង់សួរបងថាបងដីនឹងផ្ទះនេះរាល់ថ្ងៃបើសិនជាយើងធ្វើការលក់ចេញអាចខ្ទង់ជាប្រមាណ$1,000វាប្រហែលពីមុនអត់ទាន់ខ្ទោះកូវីដគេឲ្យខ្ញុំ$18,000នៅបង$18,000ចាបងចាបងចាចុះឥឡូវលុយដែលបងបានខ្ចីគេប្រមាណ$1,000វាទាំងអស់តាំងលុយដែលខ្ញុំទទួលមុនពេលដែលខ្ញុំទៅខ្ចីមានចរិយាកម្មឈុនមុនពេលគឺ$30,000ហើយបន្តលើកទី2ខ្ញុំខ្ចី$5,000ហើយលើកទី3ខ្ញុំខ្ចី5,000ទេទាំងអស់$40,000បងខ្ញុំចងការគេបងសរុបមកអ្វីដែលបងបានទទួលលុយពីម្ចាស់បំណុលគឺស្មើនឹង$40,000$40,000បងនេះគឺបងចងការលុយបងចងការលុយចំនួន$10,000គាត់មានចរិយាកម្មឈុនគាត់$10,000គាត់យក$300មួយខែអញ្ចឹងមុនពេលដែលខ្ញុំខ្ចី$30,000ហើយវាចុង$900ហើយដល់ពេលខ្ញុំមានបញ្ហាគ្រួសារខ្ញុំឈឺទៅខ្ញុំថែម$5,000ទៀតទាំងអស់ខ្ញុំបង់ចុងវា$1,050មួយខែហើយអញ្ចឹងទៅហើយខ្ញុំអត់ដឹងថា
ខ្ញុំលើចូល5ដូចថាវារៀងបញ្ហាថែមទៀតខ្ញុំទៅសុំតែខ្ចីគាត់វា$5,000ទៀតវា$4,000 ចាបងការ1000ជាង ចា1000ជាង ហើយបងថាដោយសារតែអត់បងការប្រាក់គេយឺតយ៉ាវប្រហែលថ្ងៃ 5ថ្ងៃបង តែ5ថ្ងៃទេ ចា5ថ្ងៃគាត់ទៅធ្វើការរត់ប្លង់បាន រត់ប្លង់បាន ចារត់ប្លង់បានហើយគាត់ខ្ញុំនិយាយថាប្រៃខ្ញុំពងអតីតប្រតិពេទ្យ ប្រៃលោកខាងថ្មីដៃនេះ ចាគ្រួសារខ្ញុំ គាត់ឈឺធ្ងន់ គាត់ បាទបងតែខ្ចីហ៊ានតែខ្ចីលុយរហូតដល់$40000ហ្នឹង ចាដោយសារគាត់ដួលដាច់សរសៃឈាមគូក្បាលហើយណាមួយបើយើងល្ងងអត់ចេះអសគាត់ដាក់យន្តហោះទៅស្រុកគេយើងអត់ដឹងថាកន្លែងណាជួលយន្តហោះ VIP អីគឺយើងអត់ដឹង បងបញ្ជាក់បងមួយហ្នឹងកន្លែងដែលបងថាអត់ចេះអសនេះបងនិយាយពិតបងអត់ចេះអសមែន ចាបងអត់ចេះអសសួរគ្រួសារខ្ញុំអត់ចេះអសជ្រីខ្ញុំអត់ចេះអស Cheso. អត់ចេះអាន She know writing she know speak English she know speak she know write no Nothing. nothing okay ចឹងចង់សួរបងស្រីថាតើបងស្គាល់ម្ចាស់បំណុលហ្នឹងដំបូងឡើយស្គាល់គាត់តាមរយៈណាហើយហេតុអីបានឈានដល់ការដាក់បញ្ចាំប្លង់ដៃទៅគាត់ មុនពេលហ្នឹងខ្ញុំទៅជួលហាងផ្ទះម៉ាក់ពិសីហ្នឹងអត់ទាន់ខ្ទោះកូវីដទេដល់ពេលខ្ទោះកូវីដទៅខ្ញុំវារស់ស៊ីវាអត់មានបុគ្គលិកហាងបងភ្លើងហាងខ្ញុំវាអត់មានសមត្ថភាពក៏ខ្ញុំជប់ជួលហាងហើយដល់ពេលមុនខ្ញុំជប់ចេញពីហ្នឹងខ្ញុំនិយាយត្រង់ហ្មងមុនពេលខ្ញុំលេងឆ្នោតជាមួយកូនម៉ាក់ពិសីហ្នឹងលេងឆ្នោតជាមួយលេងឆ្នោតចាក់100000 200000 300000លេងចឹងហើយពេលអត់ត្រូវអត់បើកអត់ត្រូវដល់ពេលសរុបទៅសរុបមកដល់ពេលខ្ញុំត្រូវរើចេញគេថាឥឡូវបងលុយឆ្នោតហ្នឹងគេសរុប$50000ឥឡូវបងឯងត្រូវចេញពីផ្ទះខ្ញុំបងឯងត្រូវធ្វើกระดาษស្នាមថាត្រូវសងលុយហ្នឹងខ្ញុំថាអីអូនបងធ្វើកន្លះស្នាមសងបងផ្ដិតបេដៃតែមួយខែបងសុំអូនបងមួយខែ$300ឬ$200មួយខែលុយឆ្នោតហ្នឹងហើយក៏មីងគេហ្នឹងគេថាឥឡូវក្មួយគេហ្នឹងគេកាត់កងមួយគ្នាគេកាត់ឲ្យលុយឆ្នោតហ្នឹងមកបោកយកដីខ្ញុំទាំងអស់នេះអញ្ចឹងហ៎អូនគេកាត់ថាឥឡូវជាពាក់ក្មួយគេ$50000ហើយលុយដែលខ្ញុំទទួលបានវា$40000អញ្ចឹងដីហ្នឹង$90000គេដាក់លុយហ្នឹងគេកាត់ឈ្មោះកាត់ប្លង់យកហ្មង ពាក់ព័ន្ធពាក់លុយឆ្នោតហ្នឹងទៅបានហ៊ានទៅយកលុយខាងភាគីមួយទៀតយកទៅបងលុយឆ្នោតហ្នឹង ចាបងកូនម៉ាក់ពិសីតែគ្រួសារគាត់គឺប៉លិសទាំងអស់ទាំងប្តីទាំងប្រពន្ធហ្នឹង ជាយ៉ាងម៉េចជាមួយអី ចាំដល់ បងប្អូនគាត់បង្កើតមីងឯក្មួយ អញ្ចឹងអ្នកដែលមេឆ្នោតហើយនឹងអ្នកដែលម្ចាស់ម្ណុលហ្នឹងទៅបងប្អូនគ្នា ចាបងប្អូនត្រូវដែលខ្ញុំជាពាក់ម្ចាស់ម្ណុល$50000គេថាដែលខ្ញុំជាពាក់លុយឆ្នោតហ្នឹងហើយខ្ញុំអត់ចេះអសខ្ញុំផ្ដិតបេដៃខ្ញុំចេញពីផ្ទះគេខ្ញុំជួលហាងខ្ញុំថាខ្ញុំសងតែមួយខែខ្ញុំសង$300ឬ$200មិនមែនខ្ញុំអត់សងទេអញ្ចឹងក៏ខ្ញុំរើហាងហ្នឹងចេញពីផ្ទះហ្នឹងបានគេព្រមហើយដល់ហើយគេឲ្យខ្ញុំដកប្លង់ពីធនាគារមកគេអ្នកកាន់កាប់ទាំងឯកសារការព្រីឡានទាំងប្លង់ដីគឺខ្ញុំឲ្យមានចែកឲ្យទាំងអស់បង ឥឡូវយើងនិយាយពីលិខិតស្នាមបងកាន់បង្ហាញណា ចាបង លិខិតស្នាមនេះជាលិខិតស្នាមដែលបងបានធ្វើជាមួយគេពិតប្រាកដមែន ចាធ្វើពេលគេឲ្យខ្ញុំទឹកខ្ចី$30000ទៅដកប្លង់គេផ្ដាច់ធនាគារឲ្យខ្ញុំហើយនឹងទៅដកកាតគ្រីឡានយកមកហ្នឹងមកគេកាន់កាប់ទាំងអស់ បងលិខិតស្នាមនេះបងថាបងប្រចាំគេ ចាបង ប្រចាំផ្ទះប្រចាំដីចាំអីប៉ុន្តែកិច្ចសន្យានេះគេដាក់កិច្ចសន្យាកក់ប្រាក់លក់ដីហ៎បង ចា ហើយបងអត់មានបានអានទេចឹង ខ្ញុំអត់ចេះអសហងបង អត់ចេះអសហ្មង ចាបង ហើយចុះមិនបានជាបងផ្ដិតតែមួយឲ្យចុះអ្នកទិញអ្នកសាកសីអាញាធននៅណា អត់មានទេបងចំហគេទេឲ្យខ្ញុំទឹកខ្ចីលុយហ្នឹងគេឲ្យខ្ញុំទៅតែម្នាក់ឯងហើយផ្ដិតហ្នឹងដោយសារខ្ញុំហ៊ានផ្ដិតគេថាឥឡូវបងឯងគេត្រូវតែឲ្យផ្ដិតទៅដកប្លង់ឲ្យគេកាន់កាប់បើយើងអត់គេឲ្យខ្ចីលុយបើយើងអត់ផ្ដិតអាណាគេឲ្យយើងខ្ចីអញ្ចឹងយើងត្រូវតែផ្ដិត តាមគេទៅហើយអត់ដឹងថាគេទៅស្អីអីខ្លះទេចុះអាកន្លែងចុចហ្នឹងអត់ដឹងគេទៅស្អី អត់ ទេ ដឹងហងចំហទាំងអស់នេះស្នាមមេដៃខ្ញុំទាំងចំហទាំងអស់បងចំហទាំងអស់នេះខ្ញុំទទួលបានតែមេដៃមួយ មេដៃតែយើងមួយ ចាមេដៃតែមួយ អញ្ចឹងបើលិខិតនេះយើងឆ្ងល់ណាវាអត់មានអីចុះអាកន្លែងចុចនេះអាហ្នឹងគេអាចតែសេបានឬមិនបានអាហ្នឹងបងអត់ដឹងទេ ចា ហើយគេដាក់ក្នុងនេះបងលេខដែលខ្ញុំបានមើលនេះគេដាក់$90000នេះហើយដល់ពេលតែសេ$90000គាត់អញ្ចឹងវាចម្ងល់ហើយអញ្ចឹងបងអត់ដឹងអត់ចេះលេខចេះស អ ទេ ត់ដឹងហើយដល់ពេលអាកិច្ចសន្យាហ្នឹងខ្ញុំអត់បានទៀតសំណាងខ្ញុំថតទុកមួយហ្នឹងទៀតថតទុកមួយហ្នឹងបើអត់មានភ័ស្តុតាងដឹងឲ្យចប់បណ្ដោយព្រោះដោយសារខ្ញុំផ្ដិតទឹកខ្ចីលុយហ្នឹងគ្រួសារខ្ញុំនៅភ្នំពេញនៅមន្ទីរពេទ្យណានៅមន្ទីរពេទ្យខ្ញុំផ្ដិតបេដៃមួយទៅហើយដល់ពេលហើយគេទេថាបងបងឯងអត់បងចង់5ថ្ងៃខ្ញុំកាត់ឈ្មោះកាត់ប្លង់ហើយអញ្ចឹងខ្ញុំថាខ្ញុំអត់ព្រមទេខ្ញុំអត់ព្រមខ្ញុំដីហ្នឹងខ្ញុំមិនលុកទេខ្ញុំប្រចាំទេគេថាគេរកស៊ីតែបែបហ្នឹងទេហើយលើ5ថ្ងៃហ្នឹងគេកាត់ឈ្មោះកាត់ប្លង់យកសូយកដីគេកាត់ហើយអញ្ចឹងបងឯងត្រូវរើរស់ចេញខ្ញុំថាខ្ញុំអត់ព្រមទេលុយហ្នឹងដីហ្នឹងខ្ញុំមិនលុកទេខ្ញុំប្រចាំទេអញ្ចឹង បងការគេ5ថ្ងៃគេជូនដំណឹងមកយើងថាប្លង់ហ្នឹងគេកាត់ហើយ ចាកាត់ហើយ ឲ្យត្រៀមឲ្យយើងត្រៀមរើរស់ចេញ ចាហើយអញ្ចឹងខ្ញុំអត់យល់ហើយពេលខ្ញុំថា5ថ្ងៃកាត់អីខ្ញុំអត់នេះមិនមែនខ្ញុំលក់អីខ្ញុំប្រចាំហើយអញ្ចឹងគេថាគេរកស៊ីតែបែបហ្នឹងឯងហើយណាមួយខ្ញុំថាអត់ទេខ្ញុំអត់ព្រមប្តឹងតឡាការនឹងខ្ញុំហៅកសែតមកឡាយគេថាអត់អីទេបងបើហៅកសែតមកឡាយចាំគេមកជួយឡាយពីបេតកាយក៏គេអត់ខ្លាចដែរមានចរិយាកើមឈុនហើយដីដែលខ្ញុំរស់នៅនេះមិនមែនខ្ញុំលក់ទេណាពុកម៉ែបងប្អូនទាំងអស់គ្នាបើសិនខ្ញុំលក់មែនមិនមែនខ្ញុំតែប្តឹងគេរយុទ្ធធម៌បើសិនតែពាក្យសម្ដីខ្ញុំនិយាយអត់ប៉ិតខ្ញុំកាន់លោកយាយឲ្យលោកយាយម៉ៅតាមផ្លូវតាមម៉ូតូឲ្យកាច់បំបាក់កខ្ញុំចោះដីរត់ចាខ្ញុំមានស្បត់ឲ្យឡានសម្រាប់ខ្ញុំចោលកូនខ្ញុំប្តីខ្ញុំចោល បងបានលក់មែនបងហ៊ានស្បត់ទៀត ចាខ្ញុំហ៊ានស្បត់ឲ្យឡានសម្រាប់ខ្ញុំចោលប្តីខ្ញុំកូនខ្ញុំដែលទឹកដីដែលខ្ញុំរស់នៅរាល់ថ្ងៃនេះនៅកៅប្រសាំង បានលុយសរុបទាំងអស់តែ$40000 ចា តម្លៃដីបងរហូតដល់រាប់សែនដុល្លារ ចា ឥឡូវនេះគេប្តឹងតឡាការចាញ់គេអស់ហើយណា ចាញ់ឲ្យខ្ញុំទាសំណង40លានទៀត ទីសំណងយើងទៀត ចាក្នុងกระดาษតឡាការហ្នឹង សំណងអីគេ សំណងបើខ្ញុំអត់រើសរស់បើខ្ញុំរើសរស់ចាញ់អាហ្នឹងគេអត់ទាសំណង40លានទេបើខ្ញុំហ្នឹងហើយបើហ្នឹងហើយខាត់ពេលវេលារបស់គេ អូគេប្តឹងការខូចខាតឡើង នឹងសេវាផ្នែកច្បាប់ អញ្ចឹងបងឡើងក្តីតាំងពីសាលាដំបូងសាលាតូសាលាកំពូលចាញ់គេទាំងអស់ ចាហើយ ឥឡូវប្លង់កាត់ទៅឈ្មោះគេអស់បាត់ហើយចឹង អាហ្នឹងគេអ្នករត់អ្នកកាត់ប្លង់ខ្លួនឯងតែគ្រួសារគាត់
ប្តីមកពិសីនេះគាត់អ្នកផ្ដិតមេដៃទាំងអស់គ្រួសារជាដូនមួយគាត់បងប្អូនគាត់គឺគាត់អ្នកផ្ដិតទាំងអស់មិនមែនគ្រួសារខ្ញុំប្តីខ្ញុំក៏អត់ដឹងគ្រួសារខ្ញុំក៏អត់ដឹងកូនអត់ដឹងគេយកប្លង់នឹងទៅរត់បានតែស្នាមមេដៃខ្ញុំមួយនេះមេដៃមួយនេះរត់មិនទៅរត់ប្លង់បានខ្ញុំធ្លាប់ខ្ញុំរត់ដីខ្ញុំទិញដីក៏មិននេះដែរចិត្តផ្ទះនេះខ្ញុំទិញប្លង់វិញរត់រាប់ខែរាប់បានហើយគាត់3 4 5ថ្ងៃកែបនេះគាត់រត់បាននេះខ្ញុំអត់យល់ថាគាត់រត់អាម៉េចបានខ្ញុំសំណូមពរពុកម៉ែបងប្អូនទាំងអស់បើខ្ញុំនាងខ្ញុំសេងរ៉េមដែលរស់នៅទឹកដីកែវសាំងនេះបើខ្ញុំបានផ្ដិតមុខអាយ៉ាធัวសូយកដីឃុំហើយនឹងមាសចរិយាគុំឈុនទាំងអស់គ្នានេះបើសិនខ្ញុំបានផ្ដិតនៅក្នុងឯកសារដែលផ្ដិតមេដៃចំហតែមួយនេះនាងខ្ញុំរស់នៅទឹកដីកែវសាំងចិត្តទីព័ត៌មានរ៉ាឌីយ៉ូនេះឲ្យឡានសម្រាប់ខ្ញុំឲ្យលោកយាយមកកាច់បំបាក់កនាងខ្ញុំសេងរ៉េមហើយកុំឲ្យឃើញសាកសពអសោះហើយតែខ្ញុំទុំទាយុទ្ធធម៌ខ្ញុំដាក់ជីវិតបើលុយនេះបោកលុយជាមួយម៉ាក់ពិសីកូនម៉ាក់ពិសីនេះជាមួយលុយឆ្នោតហើយដែលខ្ញុំចម្ពាក់ទាំងអស់ហ្នឹងគឺតែ40000ទេហើយមកកាត់ដីខ្ញុំរស់នៅជិត200,000ឡាននេះហើយឲ្យខ្ញុំប្តីខ្ញុំចេញពីផ្ទះដែលបរទេសដែលគាត់រស់នៅរាល់ថ្ងៃនេះហើយរាល់ថ្ងៃបរទេសគេអាចទិញដីបានទេអញ្ចឹងយើងខ្មែរយើងអាចមានសិទ្ធិទិញណាអញ្ចឹងយើងជាតំណាងហើយដល់ពេលប្តីឈឺទៅយើងនឹកឃើញតែកូវីដជំងឺកូវីដវាពាក់ព័ន្ធអញ្ញៃអញ្ចឹងទៅយើងក៏ប្តីឈឺហើយយើងវាកូនយើងសុខចិត្តផ្ដាច់ធនាគារទៅដកប្លង់នេះយកទៅឲ្យមាសចរិយាគឹមឈុនហ្នឹងអ្នកកាន់ទាំងឯកសារឡានទាំងកាតគ្រីឡាននៅលើមាសចរិយាគឹមឈុនហ្នឹងទាំងអស់ហើយគាត់ឲ្យខ្ញុំរើរស់ចេញតែខ្លួនទៅទេហើយទាសំណងខ្ញុំទេឲ្យខ្ញុំបានលុយពីណាមកអស់ផ្ទះអស់ដីអស់អ្វីទាំងអស់ហើយទាសំណង40លានរៀលទៀតណាចាខាត់គាត់ពេលវេលាគេបងស្រីផ្ទាល់បងមានអារម្មណ៍ថាយ៉ាងម៉េចដែរចំពោះនេះខ្ញុំមានអារម្មណ៍មួយខ្ញុំអាណិតកូននិងអាណិតប្តីមនុស្សយើងដល់ពេលល្ងងអត់ចេះអសពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំសូមផ្ដាំអ្នកល្ងឹតល្ងងដូចខ្ញុំអ្នកសេងរ៉េមកុំធ្វើតាមគំរូតាមខ្ញុំទាំងឲ្យសោះដល់ល្ងងតើបានលើគេឲ្យខ្ចីលុយហើយណាលឺលុយមិនបានតខ្ចីចេះតែផ្ដិតមេដៃអត់មើលក្នុងឯកសារអត់មើលឯកសារគេទៅសេអាម៉េចចេះតែផ្ដិតឲ្យតែគេឲ្យលុយអាហ្នឹងទុកចិត្តគេពេកបងទុកចិត្តគេពេកយើងអត់បានទៅរកអ្នកណាចេះអសទេអត់បានចេះអសនឹកឃើញយើងរាប់អានមនុស្សមិនដឹងថាមនុស្សជារកឆ្កែអញ្ចឹងយើងអត់ដឹងទេមិនដឹងថាមនុស្សធ្វើស៊ីមនុស្សអីអត់បានទេគេធ្វើស៊ីបានតែមនុស្សល្ងងទេហើយខ្ញុំសុំបងខ្ញុំប្រាប់បងស្រីគេមកស្រីដែរខ្ញុំថាបងអើយបើឲ្យបងបងឯងអធិស្ឋានខ្ញុំថាអូនអើយបងប្រុសគេដែរតែគេថាពេលទេតូនឯងអត់លើកអីប្តីខ្ញុំភុងឲ្យគ្រូថ្នាក់ដួលដាច់ខ្សែឈាមគួរក្បាលជួមមិនទាន់ហើយទូរស័ព្ទខ្លះយើងដោតថ្មដោតអីយើងអត់បានតបគាត់លឺទេអត់បានតបលឿនទេហើយដល់ពេលហើយ5ថ្ងៃគាត់ទេមកកាត់ឈ្មោះកាត់ប្លង់យកហើយគាត់ថាដីហ្នឹងគាត់កាត់ឈ្មោះកាត់ប្លង់ហើយខ្ញុំថាបងយើងអធិស្ឋានឲ្យគ្នាទៅយើងខ្មែរដូចគ្នាមិនមែនថាលើស5ថ្ងៃហើយកាត់ឈ្មោះកាត់ប្លង់ខ្ញុំទេខ្ញុំអត់ទុកចិត្តទេខ្ញុំរកកសែតនិងរកតឡាការប្តឹងថារក3 4កាយគេខ្លាចដែរគេអត់ខ្លាចទេកសែតគេខ្លាចដែរខ្ញុំកាត់បងមួយការដែលបងបញ្ចាំឲ្យគាត់ហ្នឹងរយៈពេលប្រហែលខែប្រហែលឆ្នាំបានឈានដល់ការគេកាត់ប្លង់ចាប់ពីប្រចាំមកហើយមានដែលឡើងការគេអត់ខ្ញុំនិយាយរួមមួយខែខ្ញុំតបងចង់ឲ្យគាត់រាល់ខែបងមួយខែមុនដំបូងខ្ញុំចាប់30000ហើយខ្ញុំថែម5000ហ្នឹងអាហ្នឹងមួយខែខ្ញុំយកលុយតបងចង់គាត់ហ្នឹង1050 1050គ្រាន់តែខែចាហើយដល់ពេលគ្រូប្តីខ្ញុំគាត់គ្រូថ្នាក់ល្អចេញពីបន្ទប់ទឹកដាច់ដួលដៃសរសៃឈាមគ្រូក្បាលហ្នឹងមកហើយដល់ពេលអញ្ចឹងទៅខ្ញុំឡើងទៅពេទ្យថែទាំប្តីខ្ញុំអញ្ចឹងហើយដល់ពេលគាត់ទេមកគាត់ថាបងខ្ញុំកាត់ឈ្មោះកាត់ប្លង់បងឯងហើយខ្ញុំសួរថាកាត់ប្លង់កាត់ឈ្មោះមិនបើខ្ញុំមិនលក់ដីណាខ្ញុំយកប្លង់ទៅប្រចាំណាគាត់ថាចុះបងឯងអត់មើលកិច្ចសន្យាហើយមើលកិច្ចសន្យាហើយបាទអានេះខ្ញុំស្ដាប់ផងហើយមកកាត់ឈ្មោះកាត់ប្លង់ខ្ញុំយកខ្ញុំសួរថាសូយកដីណាដែលហ៊ានកាត់ឈ្មោះកាត់ប្លង់យកសូយកដីកែបហ្នឹងគេថាគេមានអាកដាស់ស្នាមមកស្លឹកនេះដល់ដឹងខ្ញុំអត់ដឹងថាច្បាប់តឡាការកែបឬសូយកដីកែបហ្នឹងគេធ្វើឲ្យមិនបានទេសួរថាចង់ឲ្យខាងកែបមើលមេសូយកដីមិនក៏មានមេដៃខ្ញុំមួយសេងរ៉េមដែលរស់នៅទឹកដីកែបនេះហើយតែមិនឃុំសកាត់កែបខ្ញុំយកឯកសារឲ្យគាត់មើលទៀតគាត់អត់ដឹងដែរហ្នឹងខ្ញុំទៅដល់ប្រធានឃុំទៀតហើយពេលដែលបងធ្វើការប្រចាំអីជាមួយគាត់ហ្នឹងមានបានអាជ្ញាធរចូលរួមដឹងឮហ្នឹងអត់មានទេតែបើគាត់ឲ្យយកឯកសារមកដល់ផ្ទះឲ្យខ្ញុំទទួលឯកសារហ្នឹងខ្ញុំផ្ដិតមេដៃព្រោះខ្ញុំប៉លិសមកដល់ផ្ទះថាអូនណាត្រូវផ្ដិតមេដៃគេខាងគេឲ្យឯងត្រូវផ្ដិតមេដៃទទួលឯកសារហើយខ្ញុំដឹងខ្ញុំផ្ដិតតែហ្នឹងអាណាធម៌មកផ្ដិតដល់ផ្ទះតែម្នាក់ទេបងឈ្មោះស្អីថុលអីគេនៅកែបយើងហ្នឹងប៉ុស្ហ្នឹងបាទចាំឥឡូវខ្ញុំចង់សួរបងមួយទៀតចុះពាក់ព័ន្ធជាមួយនឹងប្លង់បាទប្លង់បងប្លង់រឹងឬប្លង់អីហើយឥឡូវនៅគេនោះមែនទេនៅគេកាត់ឈ្មោះកាត់ប្លង់យកហើយហ្នឹងមូលហេតុអីបានបងបកគលប្លង់បកគលឲ្យអាហ្នឹងមកពីខ្ញុំហ្នឹងពេលពាក់ធនាគារដល់ពេលគាត់ចង់ការលុយគាត់ថាពាក់ធនាគារយ៉ាងខ្លាំងខ្ញុំจะពាក់វា$35,000ហើយខ្ញុំចិត្តដាច់ណាបើខ្ញុំសងទៅយ៉ាងខ្លះសល់23000អីខ្ញុំសល់7-8000ត្រូវការមើលគ្រួសារខ្ញុំអញ្ចឹងយើងវាបានលុយហ្នឹងវាសល់ខ្លះអញ្ចឹងបានខ្ញុំដកប្លង់ពីធនាគារយកទៅឲ្យមាសចរិយាគឹមឈុននិងជាមួយកាតគ្រីឡានឯកសារឡាននៅលើគាត់ទាំងអស់អញ្ចឹងហ៎បងចាទីទ្របបញ្ចាំហើយគេមិនឲ្យបងបើយើងផ្ដិតមេដៃតែមួយបើសិនតែយើងអត់ផ្ដិតអាណាគេឲ្យលុយយើងខ្ចីបើយើងយកទៅតាក់ញៀនបានទៅប្រចាំក៏គេអត់ឲ្យយើងដែរចាបងតោះឥឡូវចុងក្រោយបងមានចាបងក្រោយពីបងលក់បងក៏បានធ្វើការជួលផ្ទះនឹងដីនេះនៅបន្តរយៈពេល2ខែដើម្បីរយៈពេលរុះរើគេដាក់អញ្ចឹងអាហ្នឹងស្រេចតែគេទៅសេខ្ញុំអត់ដឹងដែរព្រោះខ្ញុំគេហៅទៅផ្ដិតមេដៃទឹកខ្ចី5000ហ្នឹងទៀតខ្ញុំអត់បានដឹងផងព្រោះដោយសារគេថាពេលដែលមានផ្ដិតមេដៃ$30,000ហើយ$5,000ហើយទៅថែម$5,000ទៀតទាំងអស់$30,000អាចុងក្រោយហ្នឹងគេដាក់លិខិតជួលដីហើយខ្ញុំមិនដឹងណាបងផ្ដិតទៀតចា
យើងខ្ចីគេថែមគេមានផ្ដិតពី3ចេញកណ្ដាស់ជួលដីមកហ្នឹង ចា គេទៀត ចា អត់បានអានទៀត ចាអត់បានអាន អូ ទៅដល់ផ្ទះគេទាំងអស់ម្នាក់ឯងចាអត់ចេះអស មូលហេតុដោយសារអត់ចេះអក្សរបាទយកលុយមកមើលប្តីបាទហ៊ានដាក់ប្លង់ដីប្លង់ចាយគេឥឡូវគេកាត់ប្លង់អស់លីង ចា បាទ ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានិងខ្ញុំសេងរ៉េមនៅសង្កាត់កែបក្រុងកែបពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងនាងខ្ញុំបានធ្វើឯកសារជាមួយប្រិទ្ធមេដៃមាសចរិយាកើមឈុននេះខ្ញុំអត់ទំទីអីទេខ្ញុំចង់ឲ្យមាសចរិយាកើមឈុនខ្ញុំជំពាក់ប៉ុន្មានយកវិញប៉ុណ្ណឹងឲ្យឈ្មោះកាត់ប្លង់របស់ខ្ញុំវិញទុកដីឲ្យខ្ញុំនាងខ្ញុំសេងរ៉េមលក់វិញអ្នកឯងជំពាក់ប៉ុន្មានខ្ញុំឲ្យចុងការអ្នកឯងប៉ុណ្ណឹងវិញមិនមែនរឹបអូសយកដីដែលខ្ញុំរស់នៅតទេនេះអត់មានអីសោះចេញទៅខ្លួនទៅអត់មានអីអញ្ចឹងណាខ្ញុំសំណូមពរឲ្យតុលាការកែបថ្វាយខេត្តកែបកាត់ក្តីដោយយុត្តិធម៌សូមឲ្យរយុត្តិធម៌ឲ្យនាងខ្ញុំសេងរ៉េមមកវិញមកហើយឲ្យរអាយុត្តិធម៌ចង់ឲ្យគាត់ហ្នឹងសំណុំពរឲ្យធ្វើប្លង់ឲ្យខ្ញុំនាងខ្ញុំសេងរ៉េមវិញមកមាសចរិយាកើមឈុនហ្នឹងហើយទុកដីឲ្យខ្ញុំលក់សិនបើខ្ញុំជំពាក់ប៉ុន្មានមិនមែនថាខ្ញុំអត់សងទេស ងទាំងដើមទាំងការទេ ទាំង ណា ដើមទាំងការទាំងចុងតែសូមឲ្យខ្ញុំទុក